ការចំពោះជីវិតគឺខ្ញុំចង់ធ្វើជាកាដូមួយសម្រាប់ប្រពន្ធរបស់ខ្ញុំខួប10ឆ្នាំខួបអាពាហ៍ពិពាហ៍10ឆ្នាំហើយជាការថ្លែងអំណរគុណដែលគាត់លះបង់ខ្លួនឯងក្នុងការបង្កើតកូន2យ៉ាងល្អសម្រាប់ខ្ញុំហើយវាជាកត្តាធម្មជាតិដែលខ្ញុំអាចពោលជំនួសគាត់បានប៉ុន្តែតើតើនឹងការជំរើសក្នុងការចងបំពង់មួយជីវិតជាកត្តាសង្គមដែលខ្ញុំអាចធ្វើបានអញ្ចឹងជាជាងស្ដាប់អ្នកផ្សេងខាងក្រៅដែលនិយាយមិនល្អឬក៏ចំអកឡើយយើងមានហេតុផលច្បាស់លាស់គ្រប់គ្រាន់ក្នុងការសម្រេចចិត្តនេះសម្រាប់ខ្ញុំរាល់ការសម្រេចចិត្តអីមួយខ្ញុំគិតអំពី internal ពីហេតុផលផ្ទាល់ខ្លួនខ្ញុំអត់ស្ដាប់អំពីអ្នកខាងក្រៅទេយើងសម្រេចចិត្តថាធ្វើហេតុផលសំខាន់ពីរចង់គ្រប់គ្រងចំនួនកូនក្នុងគ្រួសារហើយចង់សម្រាប់បន្ទុកប្រពន្ធអញ្ចឹងនេះគឺហេតុផលគ្រប់គ្រាន់ហើយខ្ញុំអត់ចាំបាច់ស្ដាប់អ្នកខាងក្រៅបាទជំរាបសួរខ្ញុំឈ្មោះយុសីអាយុ38ឆ្នាំបច្ចុប្បន្នរស់នៅភ្នំពេញមានកូន2នាក់មួយអាយុ10ឆ្នាំហើយមួយមកគប់ជាងមែនតើទៅបើសិនជាសួរថាចង់បានប៉ុន្មានអ្នកចង់បានច្រើនបាទតែគាត់ថាបើយើងឆ្លុះចាំអំពីស្ថានភាពជាក់ស្ដែងទៅលើកត្តាសេដ្ឋកិច្ចហើយនិងកម្លាំងរបស់យើងក្នុងការមើលកូនព្រោះអីមែនតើទៅគ្រួសារខ្ញុំគឺយើងមើលកូនផ្ទាល់ពីអ្នកប្តីប្រពន្ធតទល់អញ្ចឹងយើងគិតថា2គឺសមស្របហើយក៏ថាជាសំណាងដែរដែលយើងបាន2ប្រុស1ស្រី1អញ្ចឹងសម្រាប់យើងគិតថាគ្រប់គ្រាន់មែនតើទៅគឺខ្ញុំសម្រេចចិត្តខ្លួនឯងប៉ុន្តែគាត់ថាមុនសម្រេចចិត្តហ្នឹងប្រាប់ទៅប្រពន្ធថាឥឡូវដល់យើងដល់ពេលពជាកំណើតទៅបងអ្នករ៉ាប់រងតែគាត់ថាអ្វីសំខាន់យើងស្វែងរកព័ត៌មានបន្ថែមដើម្បី confirm ថាតើវាអាចមានគុណវិបត្តិអីខ្លះយើងខ្លឹមខ្ល้ายនឹងគុណវិបត្តិហ្នឹងហើយសម្រេចចិត្តប៉ុន្តែយ៉ាងណាចង់ក៏បងអ្នកសម្រេចចិត្តក្នុងការរ៉ាប់រងបញ្ហានេះក្នុងករណីដែលមានតទៀតគឺត្រូវធ្លាក់បន្ទុកហ្នឹងទៅលើគ្រួសារទៅលើប្រពន្ធមកថាយើងមានកូនទៅចៃដន្យអញ្ចឹងយើងត្រូវរកវិធីក្នុងការយកចេញឬក៏អីចឹងគឺគាត់អ្នកត្រូវរ៉ាប់រងហើយបើសិនជាយើងអត់ធ្វើការពជាកំណើតត្រឹមត្រូវទេមានថាក្រោយពេលយើងប្តីប្រពន្ធនៅមួយគ្នាហើយគឺគាត់ត្រូវប្រើថ្នាំត្រូវបារម្ភថាអាចមានកូនមានអីការសម្រេចចិត្តធំហ្នឹងគឺខ្ញុំចង់ធ្វើជាកាដូមួយសម្រាប់ប្រពន្ធរបស់ខ្ញុំខួប10ឆ្នាំខួបអាពាហ៍ពិពាហ៍10ឆ្នាំហើយជាការថ្លែងអំណរគុណដែលគាត់លះបង់ខ្លួនឯងក្នុងការបង្កើតកូន2យ៉ាងល្អសម្រាប់ខ្ញុំហើយវាជាកត្តាធម្មជាតិដែលខ្ញុំអាចពោលជំនួសគាត់បានប៉ុន្តែតើតើនឹងការជំរើសក្នុងការចងបំពង់ជីវិតជាកត្តាសង្គមដែលខ្ញុំអាចធ្វើបានហើយមែនតើទៅរឿងរបស់ខ្ញុំក៏យើងហៅថា inspired by ដុកទ័រម្នាក់ជនជាតិតៃវ៉ាន់បានធ្វើការវះកាត់ខ្លួនឯងហ្នឹងជាកាដូក្នុងទៅកាន់ប្រពន្ធរបស់គាត់ផងបាទយើងបានស្វែងរកព័ត៌មានបឋមមួយចំនួននៅតាមអ៊ីនធឺណិតយើងបានទទួលព័ត៌មានមួយចំនួនហើយប៉ុន្តែយើងហាក់ដូចជា tester ក្នុងការធ្វើប៉ុន្តែក្រោយពីពេលឃើញព័ត៌មានអំពីជនជាតិតៃវ៉ាន់ហ្នឹងគាត់ជាដុកទ័រខ្លួនឯងផ្ទាល់គាត់មានកូនដូចជា2ឬក៏3នាក់ហើយសម្រាប់ចិត្តការចងបំពង់នៃជីវិតនេះជាកាដូសម្រាប់ប្រពន្ធរបស់គាត់ដូចជាខួប13ឆ្នាំសាច់រឿងនេះបានជំរុញទឹកចិត្តខ្ញុំបន្ថែមខ្ញុំគិតថាគួរតែដល់ពេលហើយដែលខ្ញុំអាចត្រូវធ្វើរឿងហ្នឹងអញ្ចឹងចុងក្រោយក៏យើងមកជួបពិភាក្សាពេទ្យនៅ Orchid ហើយយើងធ្វើវាតកតងទៅនឹងដំណើរការក្នុងការវះកាត់នៅក្នុងបន្ទប់វះកាត់ហ្នឹងគឺយើងដឹងខ្លួនទាំងអស់គេមានដាក់ថ្នាំសន្លប់អីទេយើងដឹងយើងនិយាយជាមួយពេទ្យពេទ្យកំពុងធ្វើអីគឺយើងដឹងទាំងអស់បាទហើយតកតងការជិះចាប់ហ្នឹងគឺអត់មានទេគឺកម្រិតតិចតួចមែនតើបាទហើយបើយើងប្រៀបធៀបជាមួយមនុស្សស្រីដែលត្រូវវះកាត់កើតកូនឬក៏ត្រូវវះកាត់ដៃស្បូនរបស់គាត់គឺមនុស្សស្រីទទួលបន្ទុកធំជាងក្នុងការធ្វើហើយនឹងក្រោយពេលធ្វើបែរទៅការពេលក្នុងការព្យាបាលតែដល់ឡៃសម្រាប់មនុស្សប្រុសมันមានការឈឺចាប់អីធំដុំទេព្រោះអីគ្រាន់តែការចោះស្បែកតូចមួយនៅក្រោមស្បែកស្ដើងបំផុតដែលគេគ្រាន់តែចោះហើយឆ្កឹះហើយគេចងបំពង់មេជីវិតហើយក៏បិទទៅវិញហើយអាចមានករណីដែលគេចោះទៅតូចគេមិនបាច់ចាំដេកទៅវិញទេវាជារបួសស្រាលបំផុតធ្វើទៅលឿនក្រោយពេលដែលយើងវះកាត់យើងហៅថា discomfort រយៈពេល 2-3 ថ្ងៃចុងក្រោយហ្នឹងហើយក៏មកប្រកដីធម្មតាមិនទាមទារឲ្យយើងសម្រាប់ពេទ្យទេបានន័យថាយើងមកពេទ្យណាត់ពេទ្យហើយជាចំណាយពេល1ម៉ោងឬកន្លះម៉ោងប៉ុន្តែសាច់ធ្វើមែនតើគឺជុំវិញតិចជាងកន្លះម៉ោងទេក្រោយពីពេលធ្វើហើយយើងយកថ្នាំហើយទៅសម្រាប់នៅទៅផ្ទះខ្លួនឯងបាទហើយពេលទៅដល់ផ្ទះយើងអាចធ្វើការងារទៅការងារប្រចាំថ្ងៃបានធម្មតាសម្រាប់ខ្ញុំគិតមកដល់ពេលនេះប្រហែលជា3ខែជាងទេបាទខ្ញុំសង្កេតឃើញថាអត់មានលក្ខណៈខុសប្លែកអីពីមុនពេលធ្វើទេតើតើនឹងចំណងតើតើនឹងការរស់នៅជាមួយគូដៃគូគឺមានភាពប្រកដីធម្មតាព្រោះអីដូចតើតើទៅនឹងការចងបំពង់មេជីវិតគឺជាទីបំពង់មួយសម្រាប់ឲ្យមេជីវិតនឹងឆ្លងកាត់ទេវាអត់ប៉ះពាល់ទៅដល់ functionality ឬក៏ផ្នែកផ្សេងនៃការរួមរស់ជាមួយនឹងប្រពន្ធនោះទេ
ខ្ញុំគិតថាតម្លៃដែលខ្ញុំបានធ្វើនេះគឺក្នុងតម្លៃសមរម្យទេបាទហើយមួយទៀតបើសិនជាយើងថ្លឹងថ្លែងទៅទៅនឹងអត្ថប្រយោជន៍របស់វាគ្រប់គ្រងកំណត់កូនក្នុងគ្រួសាររបស់យើងរយៈពេលយូរអង្វែងឬក៏តម្លៃដែលយើងចំណាយហ្នឹងគឺជាតម្លៃដែលសមរម្យបំផុតហើយខ្ញុំលើកទឹកចិត្តឲ្យបងបរិសុទ្ធអាចមកវិភាសាជាមួយនឹងពេទ្យសាកសួរបន្ថែមក៏ដូចជាថ្លឹងថ្លែងទៅលើកត្តាតម្លៃហ្នឹងជាចុងក្រោយខ្ញុំសូមផ្ញើសារជាពិសេសលើកទឹកចិត្តដល់បងបរិសុទ្ធដែលកំពុងតែពិចារណាក្នុងការសម្រេចចិត្តក្នុងការចុះបង្ពោងនៃជីវិតបរិសុទ្ធតាមបទពិសោធន៍ខ្ញុំផ្ទាល់គឺជាជម្រើសល្អបំផុតបាទក្នុងការជួយសម្រាប់បន្ទប់ប្រពន្ធហើយវាមិនមានផលប៉ះពាល់តាក់ទងទៅនឹងជីវិតគូប្តីប្រពន្ធនោះទេខ្ញុំជឿថាបរិសុទ្ធជាច្រើនមានមួយភាគធំហ្នឹងក៏គាត់ស្ដាប់មិត្តភ័ក្តិយ៉ាងហៅថា peer pressure អីចឹងដែរប៉ុន្តែក្នុងសង្គមបច្ចុប្បន្នខ្ញុំជឿថាមានបរិសុទ្ធជាច្រើនដែលគាត់មានចំណេះដឹងខ្ពង់ខ្ពស់មានសមត្ថភាពក្នុងការពិចារណាក្នុងការសម្រេចចិត្តអីមួយគាត់សម្រេចចិត្តពីហេតុផលខាងក្នុងរបស់គាត់ជាស្ដាប់ពាក្យពេចន៍ខាងក្រៅរបស់អ្នកដទៃព្រោះចុងក្រោយយើងធ្វើគឺដើម្បីបាទសេចក្តីសុខរបស់គ្រួសារយើងឯងយើង not to please or entertain មិត្តភ័ក្តិខាងក្រៅជាបរិសុទ្ធជាស្វាមីអ្វីដែលយើងអាចធ្វើបានយើងនឹងធ្វើក្នុងការសម្រាប់បន្ទុករបស់ប្រពន្ធរបស់គ្រួសារអរគុណ Thank you អរគុណអ្នកនរគ្នាបាទអរគុណ